ចេញមកមកនៅគេខ្លះយកចិត្តញ៉ាំខាទឹកភ្នែកតែចាស់ហល់លឺដំបងនេះភ្នាក់ដែរតាយកខណៈទឹកភ្នែក3ចានតែអត់យកហល់ទេនិយមមិនណៃខណៈទឹកភ្នែកតញ៉ាំឲ្យហូរទឹកភ្នែកយ៉ាងហ្នឹងគេហៅខណៈទឹកភ្នែកតែមិនអីយើងអាចធ្វើបាត់បានទៅតាមបងប្អូនទាំងអស់គ្នាខណៈទឹកភ្នែកនេះសំខាន់សកលរបស់យើងតុនផុយខណៈរបស់យើងស្រួយទឹកត្រីលារៀងជូរអែមអញ្ចឹងបងប្អូនមើលវីដេអូនេះអត់ខុសទេចូលចិត្តញ៉ាំប្រភេទថាសកលឆៅតិចៗអែមហ្មងសកលរកប្រភេទណាក៏បានដែរយកមកដល់យើងត្រាំជាមួយនឹងប្រភេទតែក្រូចឆ្មាឬមួយក៏សូដាទឹកកកក៏បានដែរត្រាំ10ទៅ15នាទីទៅបងប្អូនសាច់វាផុយល្មមឆ្ងាញ់ប្រភេទខណៈរងបែបនេះដាក់មកវាធំល្អហើយស្រួយផ្អែមវិធីស្រស់វិញបែបងាយទូទៅយើងដាក់អំបិលបន្តិចមកខ្លាញ់បន្តិចមកដើម្បីខណៈរបស់យើងឲ្យលើបលោងហើយកាត់ជាតិហាងបានល្អបើមុខនេះយើងធ្វើខណៈឲ្យឆ្អិនទៅឆ្ងាញ់អញ្ចឹងបងប្អូនស្រុះវាមកសពបដាក់ស្លឹកចូលបើចង់ឲ្យឆ្ងាញ់យកតែមែនតើណាមិនដាក់ស្លឹកទេបងប្អូនបន្តែយើងស្ដាយយកស្លឹកខណៈស្លឹកខ្ចីដាក់ចូលទាំងអស់ហ្មងទៅស្រង់ចេញពីទឹកក្តៅភ្លាមលាងនឹងទឹកត្រជាក់លាងទឹកត្រជាក់មកទឹកហើយចាំយកវាមកត្រាំជាមួយនឹងទឹកកកដើម្បីឲ្យខណៈរបស់យើងស្រួយសភាពខណៈរបស់យើងអត់ឆ្អិនពេកទេក្លេមើលខ្ទះចានឆ្នាំងចក្រានបាយបងប្អូនឃើញស្រាប់អត់មានដុសស្នឹមកាន់ក្អែលអីទេហូបរាល់ថ្ងៃហើយមកដាក់ប្រឡាក់ជាមួយនឹងគ្រឿងយើងដាក់តែទឹកប្រឡាក់សាច់បន្តិចទៅបានហើយមិនបាច់ដាក់រសជាតិដុតទេឬស្រាលឡំឲ្យសាច់គោរបស់យើងមានជាតិមុខនេះហាញ៉ាំដំបងគេប្រអស់នៅខេត្តបន្ទាយមានជ័យរសជាតិនឹងខ្ញុំញ៉ាំឲ្យផ្លេតបានទេបងប្អូនឆ្ងាញ់ហើយដល់ពេលដែលយកមកធ្វើបែបនេះហើយរសជាតិប្រហាក់ប្រហែលគ្នាឯងគាត់ទៅថាគេប្រឡាក់សាច់ទាំងក្រាស់ជាងនឹងរួចហើយយកតែបងប្អូនចង់អាំងក៏បានយកមកចៀនចេះក៏បានដែរព្រោះតែចៀនចេះវាលឿនដាក់មួយប៊ឺបន្តិចមកឲ្យសាច់គោរបស់យើងឈ្ងុយហើយឃើញឲ្យលើប្លូស្អាតផងដែរខណៈទឹកភ្នែកនេះមានធ្វើមានច្រើនរបៀបបងប្អូនខ្លះគាត់យកសាច់គោឆៅទៅកច្រាមញ៉ាំជាមួយនឹងខណៈឆៅសម្រាប់យើងឲ្យចូលចិត្តញ៉ាំសាច់គោឆៅពេកយើងអាចចៀនវាមកសពបចេះទៅក៏បានដែរសាកធ្វើបងប្អូនតាមវិធីនេះថ្នឹកញ៉ាំខ្លាំងហ្មងចង់ឆៅចង់ឆ្អិនខ្លាំងប៉ុណ្ណាអីយើងធ្វើតាមចូលចិត្តរបស់យើងទៅបន្តមកសម្រាប់គ្រឿងលាយទឹកត្រីរបស់យើងមានខ្ទឹមសខ្ទឹមក្រហមហាន់ជាចំណិតស្ដើងខ្ទឹមសខ្ទឹមក្រហមនោះត្រាំវាមួយទឹកត្រជាក់ទៅឲ្យវាកាត់ក្លិនហាងអស់ដល់ពេលដែលលាយជាមួយទឹកត្រីមកឆ្ងាញ់ហ្មងអត់សូវប៉ិនហល់ដាក់ម្ទេស2គ្រាប់បានហើយខ្ទឹមសមួយក្តាប់ស្ករស4លាព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាបាយកំប៉ុងអំបិលមួយចិបប៊ីចេងមួយចិបទឹកត្រីប្រហែលជា4ស្លាបព្រាបាយដូចគ្នាទឹកក្រូចឆ្មាយើងដាក់4លាព្រាបាយដែរទៅយករសជាតិរៀងជូរជ្រះបន្តិចកិនវាមិនម៉ត់ខ្លាំងពេកទេមកល្មមប៉ុណ្នេះបានហើយសម្រាប់រសជាតិយករៀងជូរអែមមើលពូសាច់គោរបស់យើងមានជាតិស្រាប់ហើយអញ្ចឹងមិនយកដិតទេតាមមកយើងយកខ្ទឹមសខ្ទឹមក្រហមដែលយើងបានត្រាំទឹកមុននោះស្រង់វាយកមកលាយជាមួយទឹកត្រីរបស់យើងទៅហើយបាត់ហើយស្រួលមែនតើមកដល់បានទឹកត្រីយើងលាយថ្មីទេទឹកត្រីលាយទុកក៏ឆ្ងាញ់ដែរហើយសាច់គោយើងដាក់វាឲ្យត្រជាក់អញ្ចឹងហើយចាំយកមកហាន់អញ្ចឹងទៅវាអត់បែកទឹកវាចេញមកក្រៅបងប្អូនចូលជាតិជាមួយសាច់ល្អមែនតែនហើយសាច់គោរបស់យើងបានត្រាំជាមួយតែឬមួយក៏សូដាអញ្ចឹងទៅសាច់ផុយហើយរបៀបថាជាតិឆ្ងាញ់មែនតែនទោះសាច់គោស្រែរបស់យើងអត់មានជាតិទេបងប្អូនសាកធ្វើអញ្ចឹងទៅធានាថាឆ្ងាញ់រៀបចំគ្រឿងតែប៉ុណ្ណឹងហើយនេះយើងរៀបចំខណៈដាក់ប្រអប់មកដាក់ចានក៏បានដែរបើញ៉ាំដាក់ចានតែនេះខ្ចប់ធ្វើឲ្យភ្ញៀវអញ្ចឹងរៀបខណៈមកល្មមសាច់គោមកល្មមត្រៀបឲ្យស្អាតចេះទៅធ្វើម្ហូបរាល់ថ្ងៃនេះហាភ្ញៀវកំងអីក៏ធ្វើឲ្យដែរប៉ុន្តែបើថាខ្លួនឯងឃ្លានវិញខ្ចល់ហ្មងអត់ដឹងមកទេធ្វើម្ហូបហូបខ្លួនឯងមិនសូវកាត់ជាការទេតែបើថាធ្វើឲ្យភ្ញៀវដាក់ត្រូវយករៀបសាច់គោអញ្ចឹងហើយស្រោចទឹកត្រីពីលើមកជាការស្រេចយើងចង់ទុកកន្លះម៉ោងក៏វាមិនទៅណាដែរខ្លះសេត្រជាក់ទៅក៏រឹតតែឆ្ងាញ់ក្លិនឈ្ងុយហើយរូបរាងបងប្អូនឃើញស្រាប់ហើយតំណងរសជាតិជូរអែមខណៈរបស់យើងស្រួយសាច់គោរបស់យើងតុនផុយញ៉ាំប៉ះខ្ទឹមទៅក៏ស្រួយឈ្ងុយហាងតិចត្រូវជាតិគ្នាល្អខ្លាំងមែនទែនបងប្អូនឃើញវីដេអូនេះហើយបានធ្វើកុំភ្លេចឲ្យ feedback ឲ្យវិញផង